មានអ៊ំម្នាក់គាត់បានសួរខ្ញុំអំពីថាតើថ្នាំអាល់ប្រាហ្សូឡាមហ្នឹងយកទៅប្រើទៅជាមួយបញ្ហាគេរយៈពេលវែងបានអត់មែនតើទៅសំណួរហាក់ដូចជាសាមញ្ញប៉ុន្តែចម្លើយគឺពិបាកក្នុងការឆ្លើយហេតុអីបានពិបាកដោយសារតែចម្លើយវាមិនមែនវាលើសពីបានឬមិនបានវាទៅការថ្លឹងថ្លែងអញ្ចឹងថ្ងៃនេះយើងមករៀនទាំងអស់គ្នាដើម្បីឲ្យយើងអាចការរកចម្លើយឲ្យគាត់បានអញ្ចឹងដើម្បីដឹងថាថ្នាំនឹងប្រើយូរបានឬមិនបានយើងត្រូវដឹងថាតើអ្វីទៅជាថ្នាំអាល់ប្រាហ្សូឡាមហ្នឹងអាល់ប្រាហ្សូឡាមវាជាថ្នាំមួយនៅក្នុងក្រុម benzodiazepine ក្រុមហ្នឹងគឺគេយកទៅប្រើក្នុងការព្យាបាលបឋមទៅលើជំងឺស្រើជំងឺថប់អារម្មណ៍ឬក៏តាក់ទងជាមួយនឹងបញ្ហាដំណេករយៈពេលខ្លីអីចឹងទៅនិយាយឲ្យចំទៅថ្នាំហ្នឹងមិនមែនជាថ្នាំងុយគេទេអាល់ប្រាហ្សូឡាមត្រូវបានក្រុមហ៊ុនគេ introduce នៅគេយកទៅឲ្យទៅលើប្រជាជនក្នុងការស្គាល់ក្នុងការប្រើនៅក្នុងខ្ទង់ម្ដងឆ្នាំ1980ដែលការហ្នឹងគឺគេយកទៅប្រើសំខាន់ទៅលើការព្យាបាលជំងឺស្រើបន្ទាត់យើងហៅថា panic disorder ឧទាហរណ៍គាត់កំពុងភ័យខ្លាចជាដៃជាជើងថប់ដង្ហើមញ័រទ្រូងចឹងទៅយកអាល់ប្រាហ្សូឡាមទៅឲ្យភ្លាមទៅគាត់នឹងបាត់អាការៈធ្វើទុកហ្នឹងឯងអាហ្នឹងគោលដៅក្នុងការប្រើគឺក្នុងទម្រង់បែបហ្នឹងប៉ុន្តែវាមានសកម្មភាពមួយទៀតគឺវាធ្វើឲ្យខួរក្បាលនឹងស្ងប់វាធ្វើឲ្យបាត់ភ័យបាត់ខ្លាចចឹងវាអាចមានសមត្ថភាពក្នុងការយកទៅប្រើក្នុងការគេងរយៈពេលខ្លីបានដែរចឹងបានអ្នកខ្លះគាត់មិនដឹងថាថ្នាំនឹងយកព្យាបាលទៅលើជំងឺតាក់ទងមួយថប់អារម្មណ៍ជាមួយនឹងស្រើតអីទេគាត់កាន់អ្នកជំងឺថាគាត់កាន់ទៅសួរកន្លែងមួយចំនួនគាត់ថាជាថ្នាំងុយគេងតាមពិតមិនមែនជាថ្នាំងុយគេងពេញលេញទេវាជាថ្នាំក្នុងការព្យាបាលទៅលើជំងឺស្រើតនិងជំងឺភ័យដល់ពេលបញ្ហាមួយចំនួនគឺជំវិញទៅលើថ្នាំហ្នឹងគឺគេធ្វើមកសម្រាប់ក្នុងការប្រើខ្លីដែលហៅថាខ្លីសម្រាប់ខ្ញុំគឺក្រោម6អាទិត្យយ៉ាងយូរថា8អាទិត្យចុះឬក៏យើងហៅថា2ខែក្រោមហ្នឹងគឺមិនគួរលើសហ្នឹងឯងមិនគួរលើសពី2ខែការដែលប្រើលើសហ្នឹងគឺហានិភ័យចម្បងគឺគេហៅថា dependent បានន័យថាញៀនពេលឈប់ទៅគឺពិបាកពេលដែលគាត់ទៅណាមកណាគាត់ភ្លេចយកថ្នាំនោះទៅតាមយប់ដែលគាត់ភ្លេចលេបគឺការពិបាកគេនឹងមានមកខ្លាំងជាងការពិបាកគេពីដំបូងទៀតអាហ្នឹងបើគាត់ប្រើរយៈពេលវែងចំណុចមួយទៀតគឺតាក់ទងគេហៅថា cognitive function អាហ្នឹងយើងនិយាយថាពាក្យបាលីអង់គ្លេសចុះនិយាយឲ្យស្រួលស្ដាប់បានន័យថាបញ្ញាស្មារតីវាមិនធ្វើឲ្យទៅជាជំងឺ Alzheimer អីធំដុំអីទេប៉ុន្តែធ្វើឲ្យបើអ្នកខ្លះគាត់ប្រើអានឹងយូរទៅស្មារតីរបស់គាត់ហ្នឹងគឺខ្យល់អីមិនសូវបកកែការគិតមិនសូវជាមុតស្រួចអីខ្លាំងឯងបើសិនជាប្រើយូរអាចថា10ឆ្នាំអីអញ្ចឹងទៅវាអាចនឹងវិវត្តទៅអញ្ចឹងណាឬអ្នកខ្លះអាចលឿនជាងនឹងទៀតអាហ្នឹងបើយើងនិយាយពីបញ្ហាក្នុងការដែលយកមកប្រើយូរចំណុចមួយទៀតក្នុងការជាបញ្ហាដែរប៉ុន្តែបញ្ហាប្រយោលបានន័យថាពេលដែលយើងគេងអត់លក់យើងអត់ស្រាវជ្រាវរកមូលហេតុនៃការបាក់គេងចឹងទេយើងយកអាហ្នឹងយកមកញ៉ាំពេលខ្លះអ្នកព្យាបាលខ្លះគាត់ពេលដែលយើងគេអត់លក់គឺផ្ដល់ថ្នាំនឹងឲ្យ direct អញ្ចឹងទៅបើឲ្យខ្លីមិនជាបញ្ហាទេអត់ខុសទេបើទៀតថាលើរយៈពេលខ្លីអាចប្រើនេះសិនទៅបើអត់ធូរទេអាចត្រូវពេទ្យជំនាញអីអញ្ចឹងទៅក្នុងការវាតម្លៃបន្ថែមអីអញ្ចឹងទីហោប៉ុន្តែពេលខ្លះគេលក់យកអានឹងមកប្រើវាទៅជាទម្លាប់ពឹងលើថ្នាំទាំងស្រុងអីអញ្ចឹងទៅជាទៅគេមិនលក់អានឹងនៅក្នុងទ្រឹស្ដីណាគេឲ្យយើងពឹងទៅលើទម្លាប់សិនបើទម្លាប់នឹង fail បានអាចប្រាជ្ញទម្លាប់បរាជ័យបានអាចទៅរកក្នុងការព្យាបាលផ្សេងអញ្ចឹងទៅក្នុងការវាតម្លៃបន្ថែមអញ្ចឹងអ្វីដែលខ្ញុំចង់និយាយខ្ញុំចង់និយាយថាការដែលប្រើថ្នាំនឹងយូរពេលខ្លះយើងគេងបានប៉ុន្តែអ្នកខ្លះគាត់មូលហេតុនៃការបាក់គេអត់ទាន់បានរកអ្នកខ្លះគាត់មានជំងឺថប់អារម្មណ៍មានធ្លាក់ទឹកចិត្តអីចឹងហើយថ្នាំហ្នឹងគ្រាន់តែព្យាបាលបឋមអីចឹងបញ្ហាគាត់គឺនៅតែមានដដែលអត់ទាន់បានដោះស្រាយបានពេញលេញការវិវត្តទៅមុខគាត់ទៅជាញៀនថ្នាំហ្នឹងអញ្ចឹងចំណុចមួយទៀតអាន័យថាចំណុចដែលគិតលើសអ្នកខ្លះពេលដែលគាត់ឃើញថ្នាំហ្នឹងគាត់ថាប្រើយូរអត់បានទេប៉ះពាល់ចេះអ្នកខ្លះគាត់ភ័យទៅគាត់ឈប់ភ្លាមគឺនឹងមានការញ័រអីចឹងហើយទាំងអ្នកព្យាបាលខ្លះក៏អញ្ចឹងដែរ
ថ្នាំនឹងព្យាបាលបានទេឃើញអ្នកជំងឺគាត់លេបហប់ឆ្នាំហើយតែដករបស់វាភ្លាមអញ្ចឹងអ្នកជំងឺនឹងធ្វើទុកអត់ស្រួលទេជាទូទៅបើសិនជាអ្នកជំងឺគាត់ជាប់ឆ្នាំនឹងក្នុងរយៈពេលវែងយើងអត់គួរទៅដកថ្នាំគេភ្លាមទេយើងអាចនឹងណែនាំបើយើងចេះក្នុងការបន្ថយរៀបការភាពក្នុងការបន្ថយឬក៏ព្យាបាលទៅលើបញ្ហាហ្នឹងយើងអាចណែនាំឲ្យគាត់ព្យាយាមដោះស្រាយអញ្ចឹងទៅតែបើយើងមិនចេះទេក៏យើងមិនគួរដកថ្នាំរបស់គាត់ទាំងស្រុងដែរវាអាចធ្វើឲ្យគាត់ពិបាកហើយហានិភ័យច្រើនជាងគាត់លេបទៀតបើសិនជាគាត់អ្នកប្រើប្រាស់ថ្នាំនឹងយូរចំណុចមួយដែលខ្ញុំធ្លាប់តែណែនាំនឹងក៏ការខ្ញុំនៅបរិញ្ញាបើអ្នកជំងឺនឹងគាត់មានជាប់ថ្នាំនឹងពីដើមមកអាចថាអ្នកព្យាបាលមុនឲ្យលើសរយៈពេលឬក៏គាត់ទៅទិញថ្នាំខ្លួនឯងក្នុងការលេបឲ្យលើសរយៈពេលហ្នឹងយើងអត់ឈប់ថ្នាំគាត់ទេយើងស្រាវជ្រាវរកហេតុផលអីចឹងព្យាបាលបានធូរប្រសើរបើយើងគិតរឿងបន្ថយថ្នាំនឹងតាមក្រោយយើងអត់គួរតែឈប់ថ្នាំនឹងទាំងស្រុងឯងរឿងមួយដែលអ្នកជំងឺគាត់តែងតែគិតលឹងគាត់តែងតែគិតថាថ្នាំនឹងប៉ះពាល់ទៅលើតម្រងនោមប៉ះពាល់ថ្លើមប៉ះពាល់អីចឹងមែនតើថ្នាំនឹងមិនប៉ះពាល់តម្រងនោមអីធ្ងន់ធ្ងរទេមិនទៅប៉ះពាល់ថ្លើមអីធ្ងន់ធ្ងរទេចំណុចមួយទៀតក៏តាក់ទងជាមួយបញ្ហាសួតក៏មិនជាអីទៅដល់ធ្វើឲ្យរាងកាយហ្នឹងវាទៅខូចសួតខូចម្ដងនោមខូចថ្លើមអីដែរទៅដល់ខួរក្បាលក៏វាមិនទៅធ្វើឲ្យដាច់សរសៃឈាមខួរក្បាលអីដែរអញ្ចឹងតាក់ទងបញ្ហាអស់ហ្នឹងពេលខ្លះគាត់គិតលើសវាមិនទៅជាអញ្ចឹងឯងប៉ុន្តែផលប៉ះពាល់ដែលសំខាន់គឺខ្ញុំដូចរៀបរាប់ខាងដើមអញ្ចឹងវាទៅលើប្រមាណចំណុចហ្នឹងវាមិនទៅខាងធ្វើឲ្យខូចសរីរាង្គណាមួយក្នុងរាងកាយទេជាការអនុវត្តជាក់ស្ដែងសម្រាប់ខ្ញុំបើសិនជាអ្នកជំងឺនឹងគាត់ប្រើក្នុងកម្រិតមួយដែលថាទៀបគាត់នៅគេងបានខ្ញុំប្រហែលជាឲ្យគាត់តាមដានសិនខ្ញុំមិនទាន់ជាធ្វើអីច្រើនទេបើភ័យគាត់អត់មានគាត់ញ៉ាំប៉ុណ្្នឹងគាត់គេងបានម្ដងនំថ្លើមគាត់អត់មានបញ្ហាទាំងអស់អាចឲ្យគាត់តាមដានសិនហើយកុំទៅឡើងកម្រិតហើយគាត់បើសិនជាមានពេលមួយដែលគាត់ញ៉ាំក្នុងកម្រិតមួយដែលគាត់ធ្លាប់ហូបហោដងគាត់គេបានគាត់អាចនឹងគួរតែរកគ្រូពេទ្យក្នុងការវិតម្លៃបន្ថែមជាងគាត់ទៅឡើងកម្រិតបន្តទៀតដោយខ្លួនឯងវាធ្វើឲ្យរឿងនោះវាកាន់តែពិបាកក្នុងការដោះស្រាយករណីផ្សេងទៀតបើសិនជាអ្នកជំងឺនឹងគាត់អញ្ជើញមកគាត់មានមិនដែលប្រើប្រាស់ថ្នាំនឹងពីមុនទេបើយើងតម្រូវការក្នុងការប្រើគឺយើងប្រើខ្លីហើយយើងដកថ្នាំនឹងតិចក្នុងរយៈពេលក្រោម2ខែអីចឹងទៅប៉ុន្តែបើសិនជាខេសនឹងគាត់ជាប់ពីគេមកបាទអ្នកព្យាបាលមុនគេឲ្យក្នុងរយៈពេលវែងមែនតើអត់មានកម្រោងក្នុងការផ្ដាច់អីគេអីណាទេហើយជួនកាលឬក៏គាត់ទិញថ្នាំនឹងលេបដោយខ្លួនឯងពីដើមមកមុនមកជួបយើងអញ្ចឹងការដែលថយថ្នាំនឹងគឺមានសភាពយឺតถึงត្រូវរៀបការពីអត់ត្រឹមត្រូវក្នុងការថយថ្នាំគាត់អីអញ្ចឹងទៅអញ្ចឹងមែនតើសង្ឃឹមថាចម្លើយនេះអាចធ្វើឲ្យយើងយល់បាននៅក្នុងតើតើការប្រើប្រាស់ថ្នាំអស់ហ្នឹងបើយើងមិនដែលញ៉ាំថ្នាំហ្នឹងទេយើងគួរជៀសវាងប៉ុន្តែបើយើងញ៉ាំរយៈពេលវែងយើងក៏បីរកគ្រូពេទ្យក្នុងការវិតម្លៃនិងស្រាវជ្រាវតើបញ្ហាគេងរបស់យើងហ្នឹងវាមកពីអីបានយើងទៅពិបាកគេយកថ្នាំហ្នឹងមកប្រើអញ្ចឹងជៀសវាងក្នុងការដែលជប់ថ្នាំនឹងដោយខ្លួនឯងព្រោះវាមានការលំបាកដែរហើយធ្វើយើងទៅទុកអត់ស្រួលអីចឹងទៅអញ្ចឹងមែនតើសូមអរគុណចំពោះការតាមដានសូមជម្រាបលា